สุดท้ายบางคนต้องเอาគ្នាทั้งนี้ផងដែរខ្ញុំពិសិដ្ឋបានធ្វើវីដេអូមួយដែលនិយាយអំពីការបង្កើត Gmail ឲ្យបាន full បាទហ្នឹងហើយចំពោះសមាជិកក្នុងក្រុមរបស់យើងសមាជិកខ្លះគាត់អត់ទាន់ចេះក្នុងការបង្កើត Gmail ណាអញ្ចឹងថ្ងៃនេះខ្ញុំចូលមកបង្ហាញបន្ថែមតទៅនឹង Gmail ហើយបើសិនតែមានការខ្វះខាតអីបងប្អូនអាចស្វែងយល់បន្ថែមទៀតចុះណាបាទអញ្ចឹងលក្ខខណ្ឌទី1សម្រាប់ការបង្កើត Gmail ហ្នឹងយើងតើយើងចង់បង្កើតឲ្យមាន full option ដោយរបៀបណាបាទអញ្ចឹងបើយកល្អយើងដាក់ឈ្មោះពិតយើងមកឧទាហរណ៍ថាយើងយកអត្តសញ្ញាណប័ណ្ណឬក៏ passport យើងដាក់ឈ្មោះពិតរបស់យើងមកបង្កើតមានខែឆ្នាំអីចឹងមកបាទហើយចំពោះបើសិនជាយើងដាក់អត់ពិតទេថ្ងៃក្រោយវាអាចនឹងបាត់បង់ទៅវិញពិបាកនឹងរកណាដោយសារអីដោយសារយើងអត់ចាំឈ្មោះយើងតែយើងចេះតែដាក់ដេកផ្ដាស់ឬក៏ថ្ងៃខែឆ្នាំអីចឹងទៅចេះតែដាក់អត់ដឹងតែបើសិនជាយើងដាក់ឲ្យបានត្រឹមត្រូវទៅនឹងអត្តសញ្ញាណប័ណ្ណឬក៏ passport យើងអាចស្រាវជ្រាវរកមកវិញបានណាដែលតាមរយៈ passport ឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងបាទអញ្ចឹងជាដំបូងយើងចូលទៅចូលទៅ Google មកយើង search រកពាក្យបាទ Gmail មកទី1បើសិនជាយើងបើសិនជាយើងមានកុំព្យូទ័រយើងអាចវាយតាមខ្ញុំមកវាយGmail អីចឹងមក Gmail ចឹងមកដូចឲ្យសេកវាមួយមកបន្តមកទៀតយើងចុចលើវាមកណាបងប្អូនណាអញ្ចឹងយើងមើលកន្លែងនេះភាគច្រើននៅខាងស្ដាំដៃ account ខ្លះវាអត់ទាន់ login ចូលទេណាបងប្អូនណាអញ្ចឹងយើងមើលខាងស្ដាំដៃមានសញ្ញាកឡោនមួយនេះយើងចូលតាមនឹងមកអញ្ចឹងខ្ញុំនឹងចូលឲ្យមើលបាទបន្ទាប់មកទៀតបងប្អូនយកពាក្យថាកន្លែងមិញណាកន្លែង add account អូខេ add account បន្ទាប់មកទៀតបងប្អូនឃើញខាងក្រោមបាទឃើញខាងក្រោមវាមានពាក្យ sign in អញ្ចឹងមកយើងមើលកន្លែងនេះForgot Gmail បាទព្រោះហើយយើងយកកន្លែងនេះណាសម្រាប់ account ថ្មីតែបើសម្រាប់យើងមាន account ហើយយើងអាច login ចូលកន្លែងនេះបានណាបងប្អូននេះ login ចូលកន្លែងនេះមកបានប៉ុន្តែបើសិនជាយើងអត់មានថ្មីទេអត់មានអាចាស់ទេយើងចូលតាមកន្លែង more option នេះមកចុចលើហ្នឹងមករួចហើយយកពាក្យcreate account បាទយកខាងលើគេមកចុចលើនេះមកយើងគេនឹងឲ្យយើងបង្កើតនៅ account ថ្មីមួយទៀតហើយណាបាទអញ្ចឹងយើងធ្វើការវាយមកឧទាហរណ៍ថាឥឡូវយើងមាន passport របស់យើងដាក់ឈ្មោះពិតមកឧទាហរណ៍ថាឥឡូវខ្ញុំដាក់ឈ្មោះថាតារា first name ណាដល់ last name របស់យើងកំហុសចឹងមកកំហុសចឹងមកបន្តមកទៀតកន្លែងនេះយើងវាយមកតែឥឡូវយើងដាក់មកតារាចឹងមកណាតារាកំហុសបន្ទាប់មកយើងអាចដាក់លេខក៏បានទៅឥឡូវ2017បាទនេះដាក់ចឹងមកវាអត់ទាន់មានទេ account នេះឥឡូវយើងដាក់ password សម្រាប់ password យើងវាយឲ្យមាន security មកយើងមានអក្សរធំអក្សរតូចខ្លះមកណាបាទអក្សរធំអក្សរតូចហើយលេខសម្គាល់បាទលេខសម្គាល់របស់យើងបន្ទាប់មកសញ្ញាអីជាច្រើនដែលមានឲ្យ Gmail របស់យើងមាន security ណាបងប្អូនណាអូខេឥឡូវខ្ញុំសូមដាក់ Gmail ខែឆ្នាំបើសិននេះយើងដាក់ឲ្យពិតប្រកបមកណាយើងដាក់ដូចទៅអ្វីដែលយើងមាន
passport ឬក៏ ID card ចឹងមកเพจកន្លែងនេះเพจណាបាទកន្លែងនេះเพจណាកន្លែងនេះខែកន្លែងនេះខ្ញុំបញ្ជាក់ម្ដងទៀតដូចថាឥឡូវយើងខែម៉ានខែ10យើងដាក់ October មកទីម៉ានទី10ដាក់នេះមកឲ្យឆ្នាំនេះណាpassword ខ្ញុំមកលើខុសអញ្ចឹងខ្ញុំវាយ password សាថ្មីចាំផ្លែសិនមកសាយនៅវាយលឿនពេកមិនបើសិនណាវាអត់ត្រូវវាឲ្យទេណាហើយកន្លែងនេះភេទណាកន្លែងgender bar កន្លែងភេទមានfemale man other rationality បាទអញ្ចឹងយើងយកមកបើស្រីយើងដាក់ខាងលើមកណាបើសិនជាប្រុសយើងយក man មកឥឡូវខ្ញុំប្រុសដាក់ man ហើយចំពោះកន្លែងនេះលេខទូរស័ព្ទណាលេខទូរស័ព្ទនេះបូក82នេះនៅកូរ៉េបើសិនបងប្អូនយើងនៅខ្មែរយើងជ្រិះកន្លែងនេះមកណាឬក៏នៅប្រទេសដទៃទៀតយើងអាចជ្រើសកន្លែងប្រទេសយើងបានណាយើងកន្លែងយើងរស់នៅបច្ចុប្បន្នណាឥឡូវយើងឧទាហរណ៍ឥឡូវខ្ញុំនៅប្រទេសខ្មែរយើងទាញចុះក្រមក scroll វាមកនេះកម្ពុជាបងប្អូនឃើញនេះកម្ពុជាអញ្ចឹងយើងដាក់លេខទូរស័ព្ទមកតែបើសិនយើងនៅកូរ៉េនេះមកទេហានមានគុកនេះមកណារួចហើយបាទរួចហើយលេខទូរស័ព្ទមកឥឡូវរួចថាឥឡូវនៅកូរ៉េយើងដាក់បូក82មកណា82ហើយលេខទូរស័ព្ទមកនេះលេខមានស្រាប់កន្លែងថងនេះ Gmail យោងណាបងប្អូនអាចដាក់ Gmail យោងមួយមកបាទនេះ Gmail យោងខ្ញុំបន្ទាប់មកយើង next step ចំពោះកន្លែង Gmail យើងហ្នឹងយើងអាចមាន Gmail ណាមួយដែលមាន security យើងដាក់វាយោងចូលក្នុងហ្នឹងមកសម្រាប់ថ្ងៃក្រោយវាមានបញ្ហាអីយើងអាចយក Gmail ហ្នឹងទៅនេះបានណាសង្គ្រោះបានចុចកន្លែង agree បន្ទាប់មកទៀតកន្លែងនេះ save បានដល់បាច់ save បានណាចុចពី continue to Gmailចំពោះកន្លែង welcome to Gmail នេះបើសិនណាបងប្អូនគាត់យល់ហើយគាត់អាចខ្វែងកន្លែងនេះបានណាសម្រាប់កន្លែងនេះឬក៏បងប្អូនថាអត់ទាន់យល់ទេយើងអាចមើលតាមលំដាប់លំដោយមកគេដាក់ last Gmail do the heads work បាទនិចជាងមកនិចមើលវាលំនាំវាអញ្ចឹងមកណានិចវាអញ្ចឹងមកបើសិនណាយើងអត់ចាំបាច់យើងចេះហើយយើងខ្វែងវាខាងលើនេះចោលក៏បានដែរបាច់ចាំមើលក៏បានដែរណាតែឥឡូវខ្ញុំសូមចុចឲ្យបងប្អូនមើលនេះបន្ទាប់ពីចុចតាមលំដាប់ដល់ហើយវានឹងលោតចេញ Gmail ឈ្មោះរបស់យើងនេះវាបង្កើតតែគេថា Gmail មួយនេះ is ready to use បាទយើងគេថាបានបង្កើតរួចរាល់ហើយណា Gmail ហ្នឹងអញ្ចឹងយើងចុចពាក្យនេះមកgo to Gmail មកហើយចំពោះកន្លែងនេះក៏សំខាន់ដែរបងប្អូនណាឥឡូវយើងមើលទៅលើ account មួយនេះតែយើងបង្កើតហើយមាន set up progress បាទមានតែ 10% ទេបងប្អូនចាប់អារម្មណ៍កន្លែងនេះណាផងដែរណាអញ្ចឹងយើងគ្រីសមកឲ្យបានទាំងអស់នេះមកវាសម្រាប់ស្គាល់ស្អី learn how to Gmail ឬក៏ get email mobile system មានជាប់មួយ Google I support connect and mail បាទវាមានឲ្យ connect ស្គាល់ឲ្យច្រើនអញ្ចឹងយើងគ្រីសឲ្យអស់មកដើម្បីឲ្យវាស្គាល់ទៅលើប្រភេទប្រើប្រាស់គ្រប់ model ណាអញ្ចឹងនេះវាមានគេដាក់ថា 100% អញ្ចឹងវា full ហើយសម្រាប់ Gmail មួយនេះអញ្ចឹងយើងចូលទៅមើលកន្លែង my account របស់យើងទាំងអស់គ្នាណាដើម្បីឲ្យ account យើងមាន security អូខេអញ្ចឹងយើងចូលកន្លែងនេះមកយើងមើលកន្លែងនេះមកគេដាក់ថា security set check up ណាយើងចូលកន្លែងនេះមកដើម្បីឲ្យវាមាន security ទូរស័ព្ទរបស់យើងអញ្ចឹងកន្លែងនេះវាអត់ទាន់នេះទេបាទអញ្ចឹងយើងចុចនេះមក
ហើយចំពោះកន្លែងនេះមួយទៀតយើងចុចឲ្យអស់មក privacy check up បាទคลิกវាអស់មកអូខេហើយកន្លែងនេះមួយទៀតណាកន្លែង sync up and security កន្លែងនេះជាកន្លែងដែល Gmail របស់យើងធ្វើឲ្យមាន security 100% ណាបងប្អូនអញ្ចឹងយើងចូលមកអស់មកក្រោម scroll មកមើលអស់មកកន្លែងនេះគេដាក់ password and sign in method បាទយើងមើលកន្លែង two step បាទ verification បាទអញ្ចឹងយើង on កន្លែងនេះមកណាដើម្បីអីដើម្បីឲ្យរាល់ការបើកទាំងអស់ក្រៅពីយើងគឺมันអាចបើកបានទេគឺឆ្លងកាត់ការ message ចូលលេខទូរស័ព្ទរបស់យើងសិនយកកូដ message នោះទៅបើកបានបើកចេញណាបងប្អូនណាអញ្ចឹងយើងចុចមក get start អញ្ចឹងខ្ញុំវាយ password យើងវាយ password របស់យើងដែលបង្កើតអំបញ្ញមិញចូលមកបាទឥឡូវវា load ហើយអញ្ចឹងយើងយកកន្លែងនេះគេបញ្ជាក់ថាលេខទូរស័ព្ទមួយហ្នឹងបានភ្ជាប់ជាមួយ Gmail ហ្នឹងហើយអញ្ចឹងតើយើងត្រូវការ message តាមរយៈអីតាមរយៈ message ឬក៏តាមរយៈ call បាទគេដាក់នៅក្នុងនេះ how do you want to get code បាទតើអ្នកចង់បានកូនតាមរយៈមួយណាតាម message ឬក៏ phone call បាទអញ្ចឹងខ្ញុំយក message មកអញ្ចឹងយើង next មកណាអញ្ចឹងយើងចាំមើលទូរស័ព្ទរបស់យើងចេញពី Google ចូលទូរស័ព្ទរបស់យើងបាទឥឡូវ message ចូលមកហើយកូដរបស់ខ្ញុំខ្ញុំសូមវាយចូលបាទអញ្ចឹងយើងចុចពាក្យ next ទៀតមកតតមកយើងចុចពាក្យថា turn on បាទអូខេអញ្ចឹង Gmail របស់យើងមួយនេះគឺវាមាន security ហើយរាល់ការបើកទាំងអស់គឺឆ្លងកាត់លេខទូរស័ព្ទរបស់យើងណាมันអាចបើកចេញបងប្អូនអាចយក Gmail នៅឬក៏ password ទៅឲ្យគេបើកគឺគេបើកមិនចេញទេណាទាល់តែយកលេខ message លេខកូដចូលទូរស័ព្ទរបស់យើងទៅបានបើកចេញគឺទី1យើង login account ហើយវាយ password រួចហើយគឺវា load message ចូលលេខទូរស័ព្ទយើងហ្នឹងណាដែលលេខ security របស់យើងអញ្ចឹងយើងយកលេខ security ដែល load message ចូលទូរស័ព្ទយើងហ្នឹងវាយបន្ថែមក្រោយ password ពេលដែលវា load ឲ្យយើងបំពេញណាបាទអញ្ចឹងហើយកន្លែងខាងក្រោមនេះដែរក៏យើងអាចដាក់សោបានទៀតដែរណាមាន backup code set up ឬក៏បាទកន្លែង Google Pro add phone អាច add ទូរស័ព្ទបានទៀតឬក៏យើងខ្ជិលណាយើងថាខ្ជិលយកលេខកូដទូរស័ព្ទចូលក្នុងទូរស័ព្ទយើងអាចបង្កើត authenticator បាទ OT បាទ authenticator បាទយើងអាច set អានេះក៏បានដែរហើយយើង down វាមួយមក down OT នេះមួយមកហើយយើង set ចូលទូរស័ព្ទយើងមកអញ្ចឹងរាល់ការបើកទាំងអស់យើងគ្រាន់តែបើក OT របស់យើងអាចឬហើយយើងយកកន្លែងលេខកូដ OT នេះទៅបំពេញបន្ថែមនៅពីក្រោយ password យើងរាល់ការ login ទៅណាបើសិនតែយើងខ្ជិលថាឲ្យ message នេះ load ចូលនៅក្នុងទូរស័ព្ទដៃរបស់យើងណាបាទហើយចំពោះកន្លែងនេះមានជាច្រើនទៀតយើងចាំសិក្សានៅមេរៀនក្រោយយើងសោយើងដាក់ប៉ុណ្ណឹងគិតថាវាមាន security ហើយយើងមិនបាច់ដាក់ច្រើនចាំបាច់ច្រើនពេកទេណាអញ្ចឹង account មួយនេះសង្ឃឹមថាបងប្អូននឹងសិក្សាស្វែងយល់បន្ថែមទៀតណាបងប្អូនទាំងអស់គ្នាហើយចំពោះកន្លែង message ទាំងអស់បងប្អូនចូលមកមើលបានកន្លែង inbox បាទ inbox នេះកន្លែងយើងចូលមើលរាល់ការ message តាក់ទងជាមួយនឹង Gmail របស់យើងគឺគេផ្ញើមកចូលកន្លែង inbox នេះហើយបើសិនជាយើងចង់ផ្ញើទៅគេយើងចុចពាក្យ compose នេះយើងអាច message ទៅក្រុមហ៊ុនណាមួយបាទអញ្ចឹងមកឧទាហរណ៍ឥឡូវ Gmail យើងចង់ទៅផ្ញើទៅណាមួយ new message យើងចង់ផ្ញើទៅណាបាទយើងវាយមកវាយ Gmail របស់គេឡើងនេះមកហើយ subject យើងចង់និយាយពីស្អីយើងនិយាយក្នុងនេះមកឬហើយយើងចង់ផ្ញើរូបថតឬផ្ញើអីចុចខាងក្រោមនេះមកណាអ
នេះវាមាន organic ទៅរូបថតឬក៏ទៅត្រៃ Google ឬក៏ថតរូបថតផ្ទាល់ណាបាទហើយចុចពាក្យ send ទៅគឺទទួលជោគជ័យហើយសម្រាប់បងប្អូនយើងអត់ទាន់ចេះប្រើយើងអាចសិក្សាស្វែងយល់បន្ថែមព្យាយាមណាបងប្អូនណាខ្ញុំសង្ឃឹមថាបងប្អូននឹងយល់កន្លែងត្រង់នេះហើយបើសិនណាមិនយល់អាចតតមកខ្ញុំបានតាមពិសិដ្ឋនៅក្នុងក្រុម KPC គ្រួសារវ៉ាន់ខនទាំងអស់គ្នាមកអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់សិក្សាស្វែងយល់បន្ថែមក្នុងការបង្កើត Gmail ទាំងអស់គ្នាណាបាទហើយអ្វីដែលខ្វះខាតបងប្អូនអាចរិះគន់ដើម្បីស្ថាបនាបន្ថែមទៀតដើម្បីខ្ញុំចេញវីដេអូក្រោយៗឲ្យបានល្អជាងនេះទៀតណាព្រោះអ្វីដែលខ្ញុំធ្វើគឺចាប់ផ្ដើមដំបូងហើយដូចជាថ្មីសម្រាប់ខ្ញុំផងដែរដែលខ្ញុំមិនដែលធ្វើវីដេអូនោះទេធ្លាប់តែបង្កើតអ្វីដែលចេះដឹងខ្ញុំបានបង្កើតធ្វើតតែម្ដងខ្ញុំមិនដែលបានធ្វើវីដេអូពីមុនមកតាក់ទងទៅនឹងកម្មវិធីទាំងអស់នេះទេណាបងប្អូនអញ្ចឹងបើសិនណាខ្វះខាតត្រង់ណាបងប្អូនអាចឆាតឬ comment ចូលនៅក្នុងវីដេអូនេះក៏បានដែរដើម្បីខ្ញុំស្ថាបនាខ្លួនឯងបន្ថែមទៀតអូខេហើយខ្ញុំមានតែប៉ុណ្ណឹងហើយសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាណាបាទមិនថានៅទីណានេះទេអញ្ចឹងសូមឲ្យបងប្អូនទទួលជោគជ័យនៅក្នុងការងារទាំងអស់គ្នាដែលតកតងទៅនឹងប្រព័ន្ធអនឡាញក៏ដូចជាសិក្សាទៅលើលុយអេឡិចត្រូនិកទាំងអស់គ្នាអូខេបាទអញ្ចឹងសូមអរគុណច្រើនភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ